So fill in the blanks using present continuous tense with words in brackets. So I have the words in the brackets and also the words that can be shown as the negative form. Not, 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 not. So we have to fill in each blank by using these words in the brackets. Not and drink, drink as a verb. Not and cook, cook is a verb also. Not and play, not and write. So how do we fill in each gap? Okay, here we go. The first one, I, water. ទី1មានន័យថាអីគេខ្ញុំទឹកតែនៅក្នុងនេះក្នុងវគ្គបញ្ចក់គឺមានពាក្យ not ហើយនិងពាក្យ drink អញ្ចឹងគេចង់ឲ្យដាក់យកពាក្យហ្នឹងយកមកដាក់ក្នុងចន្លោះហ្នឹងតែយើងបំពេញមកមិនអញ្ចឹង not ហ្នឹងគឺសំដៅលើមិននឹងឯង drink មានតែផឹកអញ្ចឹងមានន័យថាអីគេខ្ញុំមិនផឹកទឹកទេអញ្ចឹងយើងប្រើប្រាស់គេឲ្យប្រើនៅក្នុង present continuous tense ណាក្នុងទម្រង់ present continuous tense អូខេអញ្ចឹង I យើងដឹងហើយឥឡូវយើងមើល let's review together about its form. So in the negative form we form it by subject plus to be plus not plus verb ing, right? So this is in the negative form of present continuous tense. អញ្ចឹងអានេះទម្រង់បដិសេធក្នុង present continuous tense អញ្ចឹងយើង not យើងមានហើយអញ្ចឹង I ប្រើជាមួយនឹង to be អី am is ឬក៏ are. So of course am, right? I am តទៅទៀតអីទៀតគឺ not គឺខ្វះ not អញ្ចឹងយើងថែម not ចូលមក I am not អីគេ drink គឺជា verb drink អញ្ចឹង drink ធ្វើម៉េចគេឲ្យដាក់ ing អញ្ចឹងយើងថែម ing I am not drinking water water នេះគឺជា object មានហើយណា water I am not drinking water ខ្ញុំមិនកំពុងផឹកទឹកទេ I am teaching English you are watching my video បាទទី2 she Khmer food not cook អញ្ចឹងនាងមិនកំពុងចម្អិនអាហារខ្មែរទេមិនកំពុងចម្អិនម្ហូបខ្មែរទេចង់មានអញ្ចឹង not ហើយ cook នេះសំដៅទៅលើបកប្រែថាចម្អិននាងមិនកំពុងចម្អិនម្ហូបខ្មែរទេនិយាយថាម៉េច she use with to be is okay is use with is and plus not subject plus to be and plus not and the verb is cook so cooks we have to follow the rules it must be added ing okay ing she is not cooking my food នាងមិនកំពុងចម្អិនអាហារខ្មែរទេ number 3 my sons their toys not play មានថាកូនប្រុសរបស់ខ្ញុំអូខេមិនលេងរបស់លេងរបស់ពួកគេទេមានថាកូនប្រុសខ្ញុំមិនកំពុងលេងរបស់លេងរបស់ពួកគេទេអញ្ចឹងយើងដាក់ថាម៉េច my son នេះគឺជា subject ប៉ុន្តែយើងមើលតើ my son ហ្នឹងស្ថិតនៅក្នុងសព្វនាមមួយណាព្រោះក្នុងនេះវាមាន I we you they he she they ណាបាទគេដាក់មានដូច I មាន she អញ្ចឹងទេយើងដាក់ my son អញ្ចឹងយើងគិតថាម៉េចយើងគិតថា my son គឺសព្វនាមជំនួស my son ហ្នឹងគឺ son នេះវាមានអីគេមាន s ណាអញ្ចឹងបើ son នេះមាន s អញ្ចឹងសំដៅទៅលើថាកូនប្រុសមិនមានតែប៉ុណ្ណេះទេមានចាប់ពី2នាក់ដល់ទៅតែអត់ដឹងប៉ុន្មានទេអញ្ចឹងបើមានចាប់ពី2នាក់កូនប្រុសគឺសំដៅទៅលើអីគេចាប់ពី2នាក់យ៉ាងឡើងទៅគឺសព្វនាមប្រធានជំនួសដោយ my son ហ្នឹងគឺវាពាក្យថា they ពួកគេអញ្ចឹងអញ្ចឹងបើ they អញ្ចឹង to be គេប្រើមួយ they គឺ are អញ្ចឹងយើងដាក់ are មក my sons are តោះមកយើងដាក់អីគេ not edit play playing yes យើងដាក់ ing ក្នុងទម្រង់ subject plus to be plus not plus verb ing អញ្ចឹង play នេះយើងធ្វើ ing their toys my sons are not playing their toys
And the last one, number 4. Okay, number 4, he, a horse, not ride. Meta, God, okay, mình chỉ sẽ tê, mình sầm đào lỡ. Meta God, mình có bốn chỉ sẽ tê. Chẳng he, we use it, the verb to be is, okay, is, and plus not, subject to be and not, and plus right, it's a verb, it is a verb, right, but ប៉ុន្តែមុននឹងដាក់ ing what should we do ចឹងមុននឹងដាក់ ing យើងធ្វើម៉េចបើគេសារបញ្ចប់ដោយ e អញ្ចឹងយើងត្រូវលុប e ចោលណា the letter e must be erased and also we add ing later ចឹងគ្រប់គេសារដែលបញ្ចប់ទៅដោយអក្សរ e មុននឹងដាក់ ing លើវាយើងត្រូវលុប e យើងចោលណាលុប e យើងចោលទើបយើងបន្ថែម ing ជាក្រោយ he is not riding a horse he is not riding a horse មានតែគាត់មិនកំពុងជិះជិះសេះទេបាទអញ្ចឹងនៅក្នុងនេះយើងមានតែប៉ុណ្ណឹងទេអញ្ចឹងបងប្អូនត្រូវចាំបាទបើគេបង្កើតទម្រង់ present continuous tense គឺបងប្អូនត្រូវចាំទម្រង់របស់វាស្ថិតនៅក្នុងទម្រង់ស្របទម្រង់បរិសាទទម្រង់សំណួរបើគេឲ្យធ្វើសំណួរតាមសំណួរទៅប៉ុន្តែយើងរូបមន្តរបស់វាយើងបង្កើតវាមិនអញ្ចឹងធ្វើតាមនឹងយើងស្គាល់ subject ស្គាល់គេស័ព្ទណាស្គាល់ object ហ្នឹងទៅចឹងបានយើងអាចបំពេញឬអាចធ្វើក្នុង present continuous tense នឹងបានបច្ចុប្បន្នកាលកំពុងបន្តហ្នឹងណា Okay, that's all for today's video. I hope you guys understand what I have been teaching through this video. If you have any questions, you can drop the comment below. I will read it. Thank you. Goodbye. See you in the next video.